step in? Stop. ដល់អង់គ្លេសហើយក៏មិនភ្លេចមីដែរកាលនោះកូរ៉េនិយាយសូវច្បាស់អញ្ចឹងស្ដាប់ក៏អត់សូវបាននេះគឺយើងវិចមកពីខ្មែរអញ្ចឹងព្រឹកថ្ងៃទី12ត្រូវថ្ងៃច័ន្ទម៉ាក់ក៏ដើរពីផ្ទះហ្នឹងទៅភូមិមួយទៀតដើម្បីយកឡានគេឲ្យខ្ចីឡានយើងទៅនេដែរក៏យើងថតដាក់ម៉ាក់អាល់បូមអញ្ចឹងទៅ No sun ដើរទៅមើលឡានគេឲ្យខ្ចីឡានគេជីអ្នកដែលឲ្យយើងខ្ចីឡានហ្នឹងគឺពួកគាត់ស្គាល់តែយាយហើយពេលមុនម៉ាក់មកលេងជាមួយចាយគ្រូសាមចាយពេលមុនហ្នឹងក៏ពួកគាត់ឲ្យខ្ចីដែរអញ្ចឹងលើកហ្នឹងក៏ឲ្យខ្ចីទៀតសម្រាប់យើងងាយស្រួលក្នុងការធ្វើដំណើរជិះទៅណាទៅណីផ្លូវឆ្ងាយទៅ London ទៅលេងមិត្តភ័ក្តិម៉ាក់អីអញ្ចឹងអត់សូវត្រូវការជិះរទេះភ្លើងឬក៏ឡានក្រុងអីហើយនៅផ្ទះយាយមានផ្កាស្អាតប្រមូលទៀតហើយយើងក៏មិននៅស្ងៀមដែរកុំឲ្យខាតពេលវេលាយើងមានរយៈពេលតែ2អាទិត្យទេអញ្ចឹងគឺយើងត្រូវតែធ្វើដើរដំណើរទៅណាទៅណីកុំឲ្យខាតពេលវេលាអញ្ចឹងពេលហ្នឹងគឺយើងដើរទៅផ្សារដើម្បីទិញរបស់របរបន្ថែមទៀតព្រោះមិនសមហ្នឹងយើងទិញតែម្ហូបទេថ្ងៃហ្នឹងយើងចូលផ្សារដើម្បីរកមើលគ្រឿងសម្អាងថ្នាំដុសធ្មេញសាប៊ូអីផ្សេងយើងត្រូវការប្រើប្រាស់ផ្ទាល់ខ្លួនអីចឹងណាអានេះនៅក្នុងម៉ាតលក្ខណៈ boot កន្លែងដែលគេលក់គ្រឿងសម្អាងមានថ្នាំមានអីនៅស្រុកគេមាន pharmacy ទេប៉ុន្តែគេមានផ្សារ boot ហ្នឹងគេមានលក់ថ្នាំតិចតួចដែលយើងអាចទិញប្រើប្រាស់នៅផ្ទះផ្ទាល់ខ្លួនបានអីចឹងណាវាចេះដើររើមើលទៅតែរបស់របរនៅស្រុកគេគឺវាថ្លៃហើយនៅស្រុកខ្មែរយើងឥឡូវវាសបោដែរហើយតម្លៃធូរថ្លៃជាងចឹងមិនសូវទិញច្រើនមកនេះហើយថ្នាំកញ្ចក់នេះគាត់តែមួយអី23ផោន21ផោន12ផោនស្មើនឹង10 20រៀលយើងអញ្ចឹងបើទេទិញនៅស្រុកខ្មែរយើងវិញវាស្រួលជាងអានេះលើវ៉ែនតាសាការីប៉ុន្តែលើនៅនឹងប៉ុន្តែគ្មានបានទិញនៅនឹងទិញកន្លែងផ្សេងតម្លៃឡើង10ផោនប្រហែល$10ជាងដែរតែការីពាក់បានតែម្ដងបាក់ដងខ្ទេចក្នុងម៉ាតប៊ូតហ្នឹងមិនសូវទិញអីច្រើនម៉ានទេទិញតែសាប៊ូលេតិចតួចឥឡូវយើងចូលមកដល់ហាងសម្លៀកបំពាក់នៅស្បែកជើងម្ដងប្តីគាត់មើលស្បែកជើងម៉ាក់ក្រោះប៉ុន្តែតម្លៃវារៀងថ្លៃដែរមិនសូវហ៊ានទិញម៉ានទេព្រោះអីលុយហ្នឹងលុយមកឲ្យខ្ចីឯងមិនលុយយើងទិញខ្លួនឯងមានស្បែកជើងឡើងភ្នំស្បែកជើងប៉ាតាអីយើងធម្មតាហ្នឹងតែថ្លៃក្នុងរយៈពេលអង្គុយចាំម៉ាក់គាត់ទៅណាទេនៅឈរចាំម៉ាក់ហ្នឹងក៏ឃើញតាមប្អួយគេមានលក់គ្រឿងអលង្ការលក់ពេជ្រលក់អីហ្នឹងក៏ថតមើលទៅមានអីស្អាតដូចតាតម្លៃអីក៏វាថ្លៃតាមនឹងដែរហើយនៅក្នុងផ្សារគេហ្នឹងមានកន្លែងឲ្យក្មេងលេងយើងដាក់កាក់ចូលទៅវាលេងប៉ុន្តែសាក់រីគាត់លក្ខណៈដបងអត់ហ៊ានអត់លេងអញ្ចឹងគ្មានបានលេងអីទេក៏ហ៊ានចូលពីអាទិះផងអង់គ្លេសវាសវោផ្សារដែលគេហៅថា charity shop ហើយយើងហៅថាផ្សារមូលនិធិឬក៏ផ្សារតជុះអញ្ចឹងចោះប៉ុន្តែលុយដែលយើងទិញហ្នឹងគឺគេយកឧបត្ថម្ភតែឲ្យខាងកុមារខាងទីពេទ្យខាងអីផ្សេងអញ្ចឹងទៅអញ្ចឹងចូលមកក្នុងនេះមានតែសម្លៀកបំពាក់ក្មេងៗរបស់ក្មេងលេងគឺថាខ្វាក់កហ្មងរបស់លេងសាការី1ផោន2ផោននេះអញ្ចឹងហ្នឹងហើយរើសមើលណាដែរលេងបានហើយជ័រក៏ជ័ររបស់គេក៏ល្អដែរមិនជ្រុះបែកទៅខ្ទេចខ្ទីទេអញ្ចឹងយើងបាន3ថង់សម្រាប់សាការីថ្ងៃដំបូងបន្ទាប់ពីចូលនៅក្នុងនោះប្រហែលជា1ម៉ោងលក្ខណៈខ្ញុំរើសរបស់លេងហើយសាការីយើងក៏ចាំចេញមកក្រៅហើយកាសជាតិគឺនិយាយទៅមេឃូបើកថ្ងៃប៉ុន្តែវាខ្យល់ត្រជាក់ម៉ាក់ក៏ចូលទៅក្នុងផ្សារមួយនឹងទិញអីទេពួកយើងនៅក្រៅចាំគាត់សិនចឹងទៅក៏ថតវីដេអូមួយវាយវ៉ាន់សំពងប្តីអ្នករុញសាការីទៅខ្ញុំគិតពីដើរថតចឹងនៅផ្សាររបស់គេហ្នឹងគឺគេមានអគារនៅខាងផ្លូវកដាលទុកឲ្យយើងដើរហើយខាងហ្នឹងគឺមានផ្សារផ្សេងផ្សារកញ្ចក់លក់ផ្លែឈើលក់ម្ហូបកន្លែងកាហ្វេកន្លែងហូបចុកអីផ្សេងចូលទៅញ៉ាណនៅ background នៅដកលុយឲ្យពួកយើងចាយពួកអីយើងបានដូរលុយអីនៅពីខ្មែរមកចឹងគាត់អ្នកចំណាយអីសម្រាប់ឲ្យយើងទិញចឹងទៅអញ្ចឹងយើងអត់សូវទិញរបស់ប្រើប្រាស់ច្រើនអីមែនទេនេះយើងតាមផ្លូវដើរទៅផ្ទះវិញហើយពោឡាន2ជាន់ឡានក្រុង2ជាន់ពីហ្នឹងគឺជីនៅពេលហ្នឹងឯងមានឡានមានម៉ូតូមានអីញ៉ៃដូចនៅស្រុកយើងទេឥឡូវយើងដើរមកដល់ផ្ទះវិញហើយចាប់ដើមមានទៅជាក់វិញនេះជាក់ស្រិបមេឃបើកថ្ងៃប៉ុន្តែវាទៅជាក់ហើយនេះមកដល់ផ្ទះដតហើយក្បែរតែយាយហ្នឹង
ដែលតិចទៀតទៅដល់ផ្ទះយាយចឹងយើងរៀបចំអាហារថ្ងៃត្រង់ទៅមាន sandwich មានបន្លែមាន crisp មាន ham ពីសាច់ជ្រូកអីហ្នឹងអញ្ចឹងគឺហូបអាហារនៅអង់គ្លេសវាស្រួលពេលថ្ងៃយើងធ្វើតាហ្នឹងញ៉ាំទៅវាលឿនមិនសូវជាលក្ខណៈចំអិនទេមែនទេប៉ុន្តែបើល្ងាចអីអាចទៅផ្ទះដតទៅផ្ទះប្អូនម៉ាក់អញ្ចឹងគាត់ធ្វើអាហារម្ហូបការីឬក៏ដាំបាយអីចឹងទៅភាសាការីនេះល្បាយរបស់គាត់ទិញមកយកមកលេងហ្នឹងគឺលេងរហូត